ចាត់ដោយឯកឧត្តមឧត្តមសេនីយ៍ឯកហ៊ុនម៉ាណិតដឹកនាំប្រតិភូចុះស៊ូសុកតុកនីនីវីរងនិងពលនាវិកកងការពារកពូលវ័យលេខ 5 ឯកឧត្តមឧត្តមសេនីយ៍ឯកហ៊ុនម៉ាណិតអគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិនិងជាមេបញ្ជាការរងកងទ័ពជើងគោកគឺបានអញ្ជើញដឹកនាំប្រតិភូជួបសំណេះសំណាលស៊ូសុកតុកនីនីវីរងនិងពលនាវិកកងការពារកពូលវ័យលេខ 5 បញ្ជាការដ្ឋានការពារកោះឆ្នេរកងទ័ពជើងទឹកនាព្រឹកថ្ងៃទី 7 ខែមេសាឆ្នាំ 2025 ដោយនៅក្នុងនោះក៏មានការចូលរួមពីឯកឧត្តមម៉ាងស៊ីណេតអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុរួមទាំងប្រតិភូក្រសួងការពារជាតិលោកអភិបាលរងខេត្តលោកអភិបាលក្រុងប្រធានមន្ទីរអង្គភាពនៅក្នុងខេត្តព្រះសីហនុអ្នកអង្គការលោកអង្គការនិងសប្បុរសជនជាច្រើននេះឱកាសនោះឯកឧត្តមឧត្តមសេនីយ៍ឯកហ៊ុនម៉ាណិតបានបញ្ជាក់ថានេះគឺជាលើកទី 1 សម្រាប់ឯកឧត្តមដែលបានមកជួបសំណេះសំណាលសាកសួរសុខទុក្ខស្វែងយល់ពីតម្រូវការនិងសំណុំពររបស់នីនីវីរងនិងពលនាវិករបស់យើងដែលឈរជើងការពារនៅតាមតំបន់កោះនៅក្នុងព្រះរាជាណាចក្រកម្ពុជាជាពិសេសនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុហើយទន្ទឹមនឹងនោះឯកឧត្តមឧត្តមសេនីយ៍ឯកបានថ្លែងអំណរគុណទៅដល់បងប្អូនសប្បុរសជនដែលបានចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក៏ដូចជារដ្ឋបាលខេត្តព្រះសីហនុក្នុងការជួយឧបត្ថម្ភគាំទ្រដល់វីរៈកងទ័ពរបស់យើងដែលកំពុងតែឈរជើងនៅតាមបណ្ដាកោះក្នុងខេត្តព្រះសីហនុព្រោះយើងក៏ត្រូវការគិតគូរពីតម្រូវការចាំបាច់សម្រាប់កងទ័ពដែលនៅតាមតំបន់ដាច់ស្រយាលផងដែរហើយឯកឧត្តមឧត្តមសេនីយ៍ឯកហ៊ុនម៉ាណិតក៏បានថ្លែងអំណរគុណឯកឧត្តមម៉ាងស៊ីណេតអភិបាលខេត្តព្រះសីហនុនិងប្រតិភូដែលបានអញ្ជើញចូលរួមចុះសួរសុខទុក្ខកងទ័ពនិងគ្រួសារកងទ័ពរបស់យើងនាពេលនេះព្រមទាំងបាននាំយកអំណោយជាថវិកានិងសម្ភារៈមួយចំនួនឧបត្ថម្ភជូនកងទ័ពដែលប្រចាំការនៅតាមតំបន់កោះក្នុងខេត្តព្រះសីហនុនាពេលនេះដែលជាការបូកបញ្ចូលគ្នាបានកាន់តែច្រើនបន្ថែមទៀតនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនឹងឈានចូលមកដល់នៅថ្ងៃទី 14 ដល់ថ្ងៃទី 16 ខែមេសាឆ្នាំ 2025 ខាងមុខនេះហើយជាមួយគ្នាផងដែរឯកឧត្តមឧត្តមសេនីយ៍ឯកហ៊ុនម៉ាណិតក៏បានរំលេចពីវីរៈភាពអង្អាចក្លាហានរបស់វីរៈយុទ្ធជនរបស់យើងដែលបានលះបង់កម្លាំងកាយចិត្តប្រាជ្ញាស្មារតីនៅក្នុងកិច្ចការពារជាតិមាតុភូមិរបស់កម្ពុជាបានរឹងមាំទន្ទឹមទៅនឹងកិច្ចការពារជាតិមាតុភូមិនាវីនិងពលនាវិករបស់យើងគឺបានកសាងនៅហេដ្ឋារចនាសម្ព័ន្ធជំរឿនស្នាក់នៅក្នុងមូលដ្ឋានមានការរីកចម្រើនរហូតមកដល់សប្តាហ៍ថ្ងៃនេះដែលកាលពីឆ្នាំ 2008 មូលដ្ឋានរបស់យើងគឺមិនមានការវិវត្តរីកចម្រើនដោយបច្ចុប្បន្ននេះទេយើងក៏ត្រូវបំពាក់មធ្យោបាយធ្វើដំណើរមកកាន់តំបន់កោះរបស់យើងឲ្យកាន់តែមានភាពងាយស្រួលបន្ថែមទៀតហើយយើងក៏ត្រូវតែពង្រឹងចំណេះដឹងជំនាញបច្ចេកទេសជាពិសេសបន្តវឹកវើទៅដល់នីវីរងនិងពលនាវិករបស់យើងនៅយុទ្ធសាស្ត្រនិងយុទ្ធវិធីនានាឲ្យបានជាប់ជាប្រចាំសូមជម្រាបថាក្រៅពីថវិកានិងសម្ភារៈដែលផ្ដល់ដោយឯកឧត្តមឧត្តមសេនីយ៍ឯកហ៊ុនម៉ាណិតគឺរដ្ឋបាលខេត្តព្រះសីហនុក៏បាននាំយកថវិកាជូនទៅដល់កងទ័ពដែលឈរជើងនៅតាមបណ្ដាកោះនៅក្នុងខេត្តព្រះសីហនុនិងគ្រួសារកងទ័ពព្រមទាំងគ្រឿងឧបភោគបរិភោគដែលមានដូចជាត្រីឆ្អើរ 100 គីឡូក្រាមត្រីងៀត 100 គីឡូក្រាមផ្អក 50 គីឡូក្រាមប្រហុក 50 គីឡូក្រាមមីកំប៉ុង 10 កែសធំត្រីខកំប៉ុង 5 កែសធំនិងភេសជ្ជៈ 160 កែសផងដែរ